ជាដំបូងជំរាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងធ្វើការបកស្រាយទៅលើ final project របស់យើងដែល core របស់យើងគឺ network engineering ហើយចំពោះ content របស់យើងគឺយើងមានចំនួន4ទី1 introduction យើង propose លើ network ការធ្វើ implement របស់យើង result ហើយនិង conclusion របស់យើងហើយចំពោះ introduction របស់យើងហើយនេះគឺជា timeline របស់យើងដែលយើងត្រូវធ្វើហើយនឹងអនុវត្តតាមទៅលើការ implement ទៅលើ final project របស់យើងហើយចំពោះ rule ហើយនិង responsibility របស់យើងនៅក្នុងយើងហ្នឹងគឺយើងមាននៅក្នុង project របស់យើងគឺយើងមានចំនួន5និងមានចំនួន4 net enterprise ទី1គឺ core network ទី2 banking ទី3 campus ហើយនិងទីចុងក្រោយគឺ public sector របស់យើងហើយនៅក្នុងចំណុចហ្នឹងទី1ការ design ទៅលើ network របស់យើងអញ្ចឹងចំពោះ network របស់យើងគឺយើងមាន internet មាន core network ដែលវាភ្ជាប់ទៅលើ enterprise នីមួយៗមានចំនួន3ទី1 public sector មាន campus ហើយនិង banking របស់យើងហើយចំពោះ core network របស់យើងអញ្ចឹង core network របស់យើងយើងមានចំនួន5ថាសទី1យើងធ្វើការទៅលើ IP assignment ទី2 OSPF implementation BGP FortiGate ហើយនិងការធ្វើ verify ទៅលើ network របស់យើងចំណុចទី1គឺការធ្វើ IP assignment ទៅលើ interface នីមួយៗរបស់ network របស់យើងអញ្ចឹងចំណុចទី2ការធ្វើទៅលើ OSPF របស់យើងទៅលើ IU1 IU2 IU3 ហើយនិង IU4 របស់យើងអញ្ចឹងនៅពេលដែលយើងធ្វើការ configuration នៃ OSPF របស់យើងនៅពេលដែលយើងធ្វើការ show neighbor នៃ IU1 អញ្ចឹងយើងនឹងឃើញ neighbor នៃ IU3 IU2 ហើយនិង IU4 របស់យើងចំពោះ IU2 ដូចគ្នាវាឃើញ IU1 IU3 ហើយនិង IU4 របស់យើងនៅពេលដែលយើងធ្វើការ configuration ហើយនឹង show នៃ IP OSPF neighbor របស់យើងហើយចំពោះចំណុចបន្ទាប់គឺ IU3 ចំពោះ IU3 របស់យើងវាដូចគ្នាយើងឃើញទៅលើ IU4 IU2 ហើយនិង IU1 ហើយ IU4 វាឃើញ IU3 neighbor របស់វានិង IU1 ហើយនិង IU2 របស់យើងហើយនេះក៏ជាយើងធ្វើការ ping នៃ connectivity ទៅលើពី IU1 ទៅគ្រប់ IU ទាំងអស់មាន IU2 IU3 IU4 អញ្ចឹងទៅហើយចំពោះ IU2 ដូចគ្នាយើងធ្វើការ ping ពី IU2 ទៅគ្រប់ IU ទាំងអស់ហើយចំណុចទី3ដូចគ្នាយើងធ្វើការ ping ពី IU3 ទៅគ្រប់ IU ទាំងអស់ដូចគ្នាហើយចំណុចនេះក៏ដូចគ្នាដែរអញ្ចឹងចំណុចបន្ទាប់យើងធ្វើការ ping ពីយើងនៅពេលដែលយើងធ្វើការ assign IP ពីឲ្យទៅលើ IU1 ហើយនិង IU3 អញ្ចឹងនៅពេលដែលយើងធ្វើការ ping connectivity គឺវាស្គាល់ដូចគ្នាហើយចំណុចទី6យើងធ្វើការ ping ពី IU2 ទៅកាន់ DHCP របស់យើងនៅពេលដែលយើងធ្វើការធ្វើការ configure ទៅលើ interface របស់យើងហើយអញ្ចឹង core network របស់យើងចំពោះ core network របស់យើងធ្វើការ implement ទៅលើ3 area អញ្ចឹងទី1មាន area 1 area 2ហើយនិង area 3ចំពោះ area 1យើងធ្វើការទុកសម្រាប់ភ្ជាប់ទៅលើ enterprise ណាមួយអញ្ចឹងទៅដូចជាមាន OUP banking campus ឬក៏ public sector របស់យើងទាំង3ហ្នឹងអញ្ចឹងសម្រាប់ area នីមួយៗគឺមានការភ្ជាប់ទៅលើ enterprise នីមួយៗអាចថា area 0 area 1យើងអាចភ្ជាប់ទៅលើ public sector area 2យើងអាចភ្ជាប់ទៅលើ banking area 3យើងអាចភ្ជាប់ទៅលើ campus អីចឹងទៅនៅក្នុង network របស់យើងហើយនៅពេលដែលយើងធ្វើការ configuration ទៅលើ IU5 អញ្ចឹងវានឹងធ្វើការឃើញទៅលើ area 1នៅលើ area 1នៅពេលដែលយើងធ្វើការ config ហើយយើងនឹងឃើញទៅលើ neighbor hood របស់យើងនៅពេលដែលយើង show neighbor វានឹងឃើញនៃ IU3 ហើយនិង IU4 ដែល router របស់វានឹងបង្ហាញនៅក្នុង screen ហ្នឹងឯងហើយនេះដូចគ្នាចំពោះ IU6 នៅពេលដែលយើងធ្វើការ config ហើយវានឹងឃើញនៃ neighbor របស់វានឹងគឺ IU3 ហើយនិង IU4 ដូចគ្នាហើយចំពោះចំណុចនេះគឺដូចគ្នានៅពេលដែលយើងធ្វើការ configuration នៃ OSPF នៅក្នុង area 3ហើយអញ្ចឹងវានឹងធ្វើការឃើញទៅលើ verify នៃ router IU ទី3ហើយនិង IU ទី4ដែលធ្វើការ show នៃ router ID របស់យើងហើយចំពោះចំណុចបន្ទាប់យើងធ្វើការ implement ទៅលើ
core network របស់យើងនិង external network របស់យើងដូចជាប្រភេទ RUPP bank public sector ឬក៏ជាប្រភេទservice ផ្សេងៗទៀតចឹងទៅអញ្ចឹងនៅក្នុង AS របស់យើងនៅក្នុង AS របស់យើងបែងចែកជា4 sector អញ្ចឹងទី1 RUPP ឬក៏ campus របស់យើងហ្នឹងដែលយើងដាក់ AS 65010 banking 65020 public sector 65005ហើយ other external ISP 65000អញ្ចឹងទៅហើយ core network របស់យើងគឺ65002ចឹងនៅពេលដែលយើងធ្វើការ configuration ទៅលើ eBGP នៃរបស់ IU 5យើងនឹងធ្វើការ verify ទៅយើងនឹងឃើញ neighbor របស់យើងទៅតាម interface របស់ router ទី5គឺ 10.4.1.2 ហ្នឹងឯងដែល AS របស់វាគឺ65010ហើយចំពោះ router ទី5នៅពេលដែលយើងធ្វើការ verify neighbor របស់យើងនៅពេលដែលយើងធ្វើការ config eBGP ហើយវានឹងឃើញទៅលើ interface នៃ IU 5គឺ E1/1 គឺ 10.4.1.1 ហ្នឹងឯងហើយនេះដូចគ្នានៅពេលដែលយើងធ្វើការ verify ទៅលើ IU 6ហើយនិង IU router 6យើងនឹងឃើញ interface ហើយនិង AS របស់វានីមួយៗហើយចំពោះចំណុចបន្ទាប់គឺចំពោះ IU 7និង router 7នៅពេលដែលយើងធ្វើការ configuration នៃ OSPF BGP ហើយយើងនឹងធ្វើការ verify ទៅលើ neighbor របស់យើងនឹងឃើញអញ្ចឹងនៅពេលដែលយើងធ្វើការ verify ទៅលើ IU 7យើងនឹងឃើញ interface នៃរបស់ router 7គឺ E1/3 ដែលមាន IP 10.4.3.2 ដែល AA របស់យើងគឺ65005ដែរហើយចំពោះ router 7យើងនឹងឃើញ interface របស់ IU 7គឺ E1/3 ហើយដែល IP នោះគឺ 10.4.3.1 ដែរហើយនេះដូចគ្នានៅពេលដែលយើងធ្វើការ config external AS របស់យើងធ្វើការ verify neighbor របស់ router 1យើងនឹងឃើញinterface នៃ router ទី4 E1/4 ដែល IP ដែលយើងបង្ហាញនៅក្នុងធ្វើការ assign ឯងហើយចំពោះ router 4ដូចគ្នាយើងឃើញនៅ interface របស់ router ទី1គឺ E1/4 ហើយត្រង់ចំណុចនេះគឺយើងធ្វើការ assign ទៅលើinterface ឬក៏យើងធ្វើការ config ទៅលើ FortiGate របស់យើងជា GUI អញ្ចឹងនៅពេលអញ្ចឹងចំពោះ port ទី1យើងធ្វើការ assign ដោយពី cloud មកដើម្បីឲ្យយើង config ជា GUI ហើយចំពោះ port ទី2យើងធ្វើការ assign ជា manual ហើយចំពោះ core network របស់យើង config ទៅលើ FortiGate configuration ដែលយើង concept របស់យើងហ្នឹងគឺយើងធ្វើការ config ទៅលើ FortiGate ទាំងពីរហ្នឹងនៅក្នុង area 0ទាំងពីរហើយចំពោះ FortiGate មួយយើងធ្វើការ assign នៅ router ID របស់វាគឺ 6.1.6.6 ហើយវាស្ថិតនៅក្នុង area 0ហើយចំពោះនេះគឺវាស្ថិតនៅក្នុង port ទី2យើង assign port interface មួយណាឬក៏ summary address របស់យើងហ្នឹងទៅហើយចំពោះFortiGate 2ដូចគ្នាយើងធ្វើការ assign router ID របស់វាគឺ 7.7.7 ហើយវាស្ថិតនៅក្នុង area 0ដូចគ្នាហើយចំណុចបន្ទាប់យើងធ្វើការconfigure ទៅលើ FortiGate របស់យើងដូចជាយើងធ្វើការ assign ដើម្បីឲ្យវាស្គាល់ neighbor គ្នាទៅវិញទៅមករបស់ IU 1ហើយនិង IU 2ចឹងបន្ទាប់មកនៅពេលដែលយើងធ្វើការ show នៃ OSPF neighbor របស់យើងនឹងធ្វើការ update នៃ neighbor របស់វាថែម2ទៀតគឺទី1គឺ FortiGate 1ដែលមាន router ID យើង 6.6.6 ដែរហើយចំពោះ FortiGate 2គឺ router ID របស់វាគឺ 7.7.7 ដែរហើយចំណុចបន្ទាប់គឺចំណុចនេះក៏យើងធ្វើការ show neighbor OSPF neighbor ដែរទៅលើ FortiGate 1និងលើ FortiGate 2ដែលយើង config វាជា GUI ហ្នឹងឯងហើយចំណុចបន្ទាប់យើងធ្វើការ configure ជាប្រភេទ static route នៅលើ FortiGate 1ហើយនិង FortiGate 2ហើយចំពោះចំណុចបន្ទាប់ដូចជាយើងធ្វើការ config ទៅលើ firewall policy ចំពោះ FortiGate 1អញ្ចឹងយើងធ្វើការ allow ពី port 3 ទៅ port 2អញ្ចឹងមានន័យថា port 3 ជា incoming ហើយ port 2 ជា outgoing ដើម្បីធ្វើការនិយាយទៅវាជាប្រភេទ
ច្រកចូលហើយនឹងច្រកចេញនៃ FortiGate របស់យើងហើយចំពោះ port 2 ទៅ port 3 ដូចគ្នាយើង allow port 2 ជា incoming ហើយនឹង port 3 ជា outgoing របស់យើងហើយចំពោះ FortiGate 2 ដូចគ្នាយើងធ្វើការ config ទៅលើ policy port ពី port 3 ទៅ port 2 ហើយនឹងពី port 2 មក port 3 ដូចគ្នាហើយចំពោះ core network របស់យើងមួយទៀតគឺយើង specific ទៅលើ FortiGate ដែលយើងប្រើ FortiGate 2 វាមានបញ្ហាមួយចំនួនប៉ុន្តែយើងជ្រើសរើសយកវិធីសាស្ត្រមួយដើម្បីធ្វើការ config ជាប្រភេទ active passive HA ឬក៏ high availability អញ្ចឹងនៅក្នុង concept របស់ការ config នេះយើងធ្វើការ config នៅ FortiGate មួយឲ្យវាដើរតួនាទីជា active device មួយទៀតជា passive device អញ្ចឹងនៅពេលដែល active device FortiGate 1វាកំពុងតែដំណើរការអញ្ចឹង FortiGate 2វាដើរតួនាទីជា passive ដែលទុកស្គាល់ក្នុងការ backup ទៅលើ FortiGate 1តែនៅពេលដែលធ្វើការ FortiGate 1វាធ្វើការគាំងឬក៏ដាច់ខូចអញ្ចឹងទៅអញ្ចឹង FortiGate 2វានឹងធ្វើការ backup ចំពោះ FortiGate 1នឹងធ្វើការដំណើរការជា active device វិញអញ្ចឹងនេះជា concept នៃ active passive HA របស់យើងនៅលើ FortiGate ហ្នឹងហើយចំពោះចំណុចនេះគឺយើងធ្វើការ configuration ជាប្រភេទ GUI ឬក៏ high availability របស់យើង HA ហ្នឹងនៅលើ FortiGate របស់យើងនីមួយៗហ្នឹងឯងហើយនេះគឺជានៅពេលដែលយើងធ្វើការ configuration យើងធ្វើការ verify ជាប្រភេទ CLI នៅលើ GUI របស់យើងហ្នឹងឯងនៅលើ status របស់ HA ហ្នឹងឯងហើយចំពោះចំណុចបន្ទាប់យើងធ្វើការ verify testing eBGP connection ពី router ទី5ទៅ IU 5របស់យើងអញ្ចឹងនៅពេលដែលយើងធ្វើការ verify នៅលើ port 10.4.1.1 យើងធ្វើការស្គាល់ទៅលើ connectivity របស់យើងឯងហើយចំពោះចំណុចនេះយើងធ្វើការ test ពី router 6ទៅ router ទៅ IU 6គឺវាស្គាល់ connectivity គ្នាអញ្ចឹងចំណុចនេះពី router 7ទៅ IU 7ក៏វាស្គាល់គ្នាដែរពី router 1ទៅ router 4ក៏ការស្គាល់គ្នាហើយអញ្ចឹងចាប់នៅចំណុច core network របស់យើងអញ្ចឹងយើងនឹងចូលដល់ចំណុចបន្ទាប់ទៀតគឺ campus របស់យើងដែលវាជាប្រភេទ enterprise មួយដែលយើងធ្វើការភ្ជាប់ទៅលើarea របស់យើងមួយដូចជានៅក្នុង network នេះដែលយើងធ្វើការ config មុនហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើការ config ទៅលើ core network របស់យើងហើយអញ្ចឹងយើងនឹងធ្វើការ config ទៅលើ enterprise មួយដើម្បីធ្វើការភ្ជាប់ទៅលើ sector នីមួយៗអញ្ចឹងទៅអញ្ចឹងចំណុចបន្ទាប់យើងនឹងធ្វើការ config ទៅលើ campus របស់យើងដែលវាថាតើ campus របស់យើងហ្នឹងតើ network របស់យើងនឹងបែបម៉េចយើង config ទៅលើអីខ្លះយើងសំដៅទៅលើអីគេអញ្ចឹង campus របស់យើងនេះគឺយើងសំដៅទៅលើជាប្រភេទសាលាភូមិន្ទភ្នំពេញរបស់យើងដែរដែលក្នុងហ្នឹងយើងបែងចែកជា4 enterprise ធំទី1គឺ STEM, IFL, A building និង B building អញ្ចឹងទៅអញ្ចឹងនៅក្នុង enterprise នីមួយៗគឺយើងបែងចែកជា2 VLAN ទៀតគឺ VLAN 10 20 VLAN 30 VLAN 40 VLAN 50 60 78និង VLAN 9អញ្ចឹងទៅអញ្ចឹងពួក VLAN 9នេះគឺជាប្រភេទVLAN ដែលឬក៏ជាប្រភេទ IT center ដែលយើងធ្វើការ control ទៅលើ enterprise នីមួយៗអញ្ចឹង concept របស់យើងនៅចំពោះនៅក្នុងenterprise មួយយើងធ្វើការ config ទៅលើជាប្រភេទ VLAN, inter VLAN, ether channel ឬក៏ការ config ether channel ដើម្បីធ្វើការការពារទៅលើ redundant ដើម្បីងាយស្រួលក្នុងការនៅពេលដែលវាមានខ្សែដាច់កន្លែងណាមួយអញ្ចឹងវាអាចមានខ្សែមួយទៀតសម្រាប់ backup អញ្ចឹងទៅអញ្ចឹងនៅក្នុងចំពោះ router 1ហើយនិង router 2យើងធ្វើការ config ទៅលើ OSPF single area ដែល area របស់យើងគឺ area 0ហើយចំពោះ router ទី2ហើយនិង router ទី3យើងគ្រាន់តែជាប្រភេទ device មួយដែលយើងសម្រាប់ចំពោះ DHCP server នេះគឺយើងសម្រាប់ provide ទៅលើ IP របស់IP ទៅរបស់ PC នីមួយៗទាំងអស់ឬក៏ជាប្រភេទការ provide ទៅលើ IP របស់ enterprise នីមួយៗនៅក្នុង network របស់យើងហ្នឹងឯងហើយចំពោះចំណុចបន្ទាប់ក៏យើងអាចធ្វើ BGP រវាង router ទី2ជាមួយ FortiGate ហើយនិង router ទី4របស់យើងដែរហើយចំពោះ
internet របស់យើងនេះគ្រាន់តែយើងធ្វើការ provide ទៅលើ port មួយនេះ GUI ទៅលើ port មួយហ្នឹងដើម្បីយើងយក IP ហ្នឹងដើម្បី config ជា GUI ហ្នឹងឯងហើយមួយទៀតគឺយើង config BGP ដែល AS របស់យើងគឺ6502002ដែលយើងធ្វើការបែងចែកទៅលើ core network របស់យើងហើយមុនឯងហើយចំណុចបន្ទាប់គឺយើងគ្រាន់តែធ្វើការ task មួយរបស់យើងគឺយើងធ្វើការ verify ទៅលើ IP assignment ទៅលើគ្រប់ VLAN ទាំងអស់នៅក្នុង network របស់យើងហើយនេះក៏ជា task របស់យើងទេមាន14 task ដែលយើងត្រូវធ្វើទៅលើ network របស់យើង campus របស់យើងនេះហើយចំណុចទី1 task ទី2និងទី3យើងគ្រាន់តែធ្វើការបង្កើតនៃ VLAN របស់យើងដោយ config ទៅលើមានគេខ្លះមាន trunking មាន switching ទៅលើពី switch ទៅលើ router ទី1ហើយ task ទី4របស់យើង config ទៅលើ Ether channel នៃ STEM campus និង IFR campus របស់យើងអញ្ចឹងនៅពេលដែលយើងធ្វើការ config ហើយទៅយើងធ្វើការ verify ទៅក៏វាដំណើរការហើយមួយទៀត set task 5របស់យើងគឺយើង set IU 1ជា root bridge ហើយចំពោះ IU 4វាជា second root bridge ទុកសម្រាប់ backup ទៅលើ IU 1នៅពេលដែលវាធ្វើការដាច់ connectivity អញ្ចឹងទៅហើយចំពោះ task 6យើងធ្វើការ configure ទៅលើ inter VLAN ដូចគ្នាហើយចំពោះ router ទី1ជា sub interface ដើម្បីនិយាយទៅត្រង់ចំណុចនេះគឺយើងធ្វើការ configure inter VLAN routing របស់យើងទៅលើ router 1ហើយចំពោះ task ទី7យើងធ្វើការ enable ទៅលើ OSPF single area របស់យើងចំពោះ router 1 router 2និង router 3របស់យើងអញ្ចឹងចំពោះ router 1របស់យើងគឺ router ID របស់វាគឺ 1.14 ដងហើយចំពោះ router ទី3គឺ 3.34 ដងអញ្ចឹងដល់ពេលដែលយើងធ្វើការ show neighbor របស់ router ទី2ដែលមាន router ID របស់យើង 2.24 ដងហ្នឹងក៏យើងឃើញដែរឃើញ neighbor របស់យើងហ្នឹងគឺ router 1និង router 3របស់យើងហើយចំពោះ task 7យើងធ្វើការimplement ទៅលើ OSPF single area របស់យើងជាមួយនឹង router 1 router ទី2ហើយនិង router ទី3របស់យើងឯងយើងស្ថិតនៅនេះ router 1 2 3របស់យើងឯងហើយចំពោះ task 8យើងធ្វើការ verify ទៅលើចំពោះចំណុចនេះយើងធ្វើការ verify ទៅលើ static default routing ចំពោះ router 2ទៅ FortiGate ហើយចំពោះ FortiGate ទៅ router 4 អញ្ចឹងទៅអញ្ចឹង router 2 static routing ជាប្រភេទ bridge internal នៃ campus នៃ outside edge ឬក៏ FortiGate ដើម្បីធ្វើការ routing ឬក៏ NAT policy ដែលយើងធ្វើការ set up ហ្នឹងទៅអញ្ចឹង task 8គឺដូចគ្នាយើងធ្វើការ IP route ទៅលើ router ទី2គឺ forward all packet to FortiGate inside interface នៃតាមរយៈ interface របស់យើងគឺ 192.168.26.26 របស់យើងហើយ FortiGate ដូចគ្នានៅពេលដែលយើងធ្វើការ set ទៅលើIP របស់យើងទៅគឺយើងធ្វើការឃើញទៅលើ traffic ថាតើពីណាទៅណាអញ្ចឹងទៅអញ្ចឹង task 8 static default routing យើងធ្វើការ ping connectivity ពី router ទី2ទៅកាន់ interface 10.44.42 ឬក៏មួយទៀតគឺយើងធ្វើការ ping connectivity ពី router ទី4ទៅកាន់ router ទី4ទៅកាន់ interface 192.168.41.25 ក៏ស្គាល់ដែរ ping យើងនិយាយទៅយើងធ្វើការ ping connectivity ទៅមកនេះអញ្ចឹងចំណុចបន្ទាប់គឺ FortiGate ឬក៏ NAT របស់យើងហ្នឹងគឺយើងធ្វើការ assign ទៅលើ policy របស់យើងឬក៏ជាប្រភេទ interface នៃ incoming ឬក៏ outgoing របស់យើងហើយចំណុចបន្ទាប់គឺយើងធ្វើការ build ទៅលើ DHCP របស់ DHCP pool របស់យើងទៅលើ router 3ដើម្បីឲ្យ PC នីមួយៗហ្នឹងធ្វើការ request IP ពី router ទី3ហ្នឹងឯង
ហើយចំពោះចំណុចបន្ទាប់យើងធ្វើការ enable ទៅលើ ASH ហើយនឹង Telnet ចំពោះ IT center របស់យើងចំពោះ PC 9ហើយនឹងSWS នៃ IT center របស់យើងគឺ VLAN 90របស់យើងហ្នឹងឯងអញ្ចឹងថា11យើងធ្វើការ apply ទៅលើ port security នៅលើ IT center របស់យើងទាំងអស់គ្រប់ port ទាំងអស់យើង config ជាport security concept របស់យើងហើយចំណុចមួយទៀតយើងធ្វើការ verify ទៅលើ connectivity ដោយយើងធ្វើការ ping ទៅលើគ្រប់ PC ទាំងអស់អញ្ចឹងដល់ពេលដែលយើងធ្វើការ ping ពី PC ឆ្លងទៅ PC ឬក៏ ping across the network នោះគឺយើងធ្វើការមានថា communication វាគឺ work ទាំងអស់អញ្ចឹង task 12របស់យើងអញ្ចឹងដល់ពេលដែលយើងធ្វើការ verify ទៅលើគ្រប់ពី PC ទៅ PC អស់ហើយយើងធ្វើការ restricting SSH និង Telnet access ទៅលើ VLAN 10របស់យើងដោយយើង config ASL មួយទៀតចា៎ ASL របស់យើងដើម្បីធ្វើការ permit ឬក៏ធ្វើការ deny ទៅលើ VLAN ណាមួយដើម្បីអត់អាច access ឬក៏ ping connectivity ទៅរកគ្នាបានអីចឹងទៅហើយចំពោះចំណុច task បន្ទាប់គឺជាការ configure ទៅលើIBGP ចំពោះ router ទី1 router ទី2 router ទី4ហើយនិង FortiGate របស់យើងហើយចំពោះ external របស់យើងគឺមាន router ទី4ហើយនិង router ទី5ដោយយើង set up ថា router ទី5នេះជាប្រភេទ cloud ឬក៏ជាប្រភេទ core network របស់យើងដែលយើងសម្រាប់ access ទៅអញ្ចឹងទៅអញ្ចឹង summarize មកគឺត្រង់ចំណុចហ្នឹងយើងចាត់ទុកថា EBGP នៃ AS6500 នេះជា core network ហើយចំពោះ network តែមួយនេះជាប្រភេទ campus របស់យើងដែលយើង config ជាប្រភេទ IBGP នៅក្នុងហ្នឹងដើម្បីធ្វើការ communication គ្នាទៅវិញទៅមកហើយចំពោះ task 13ការ configure ទៅលើ IBGP នេះរវាង router 2 ទៅ FortiGate ហើយនិង FortiGate ទៅកាន់ router 4 របស់យើងដោយយើងប្រើ AS របស់យើងហ្នឹងគឺ6500 6510របស់យើងហ្នឹងឯងអញ្ចឹងចូលមកដល់ចំណុចបន្ទាប់អញ្ចឹងចំណុចនេះឯងដែលយើងធ្វើការ config ទៅលើ IBGP របស់យើងរវាង router ទី2 FortiGate ហើយនិង router 4អញ្ចឹងនេះគាត់ទៅជាខ្ញុំធ្វើការ verify ដើម្បី show IPBGP summary របស់យើងទេហើយចំណុចបន្ទាប់ថា 13.2 យើង config ទៅ EBGP របស់យើងរវាង router ទី4 router ទី5ហើយនឹងការ set up ទៅលើ router នឹងជា router ទី5នឹងជា core network ទេហើយចំណុចបន្ទាប់យើងធ្វើការ verify ទៅលើ neighbor របស់យើងរវាង router 4 ហើយនិង router 5ទៅពេលដែលយើងធ្វើការ configuration ហើយនេះគ្រាន់តែជា verify ការ ping verify ពីexternal core network ទៅកាន់ internet ទេនេះដូចគ្នានេះគ្រាន់តែជាការ verify អញ្ចឹងយើង ping ពី PC 1ទៅកាន់ internet PC 2 router 2 router 4 PC 7 PC 5 PC 9អញ្ចឹងទៅកាន់ internetអញ្ចឹងចំណុចហ្នឹងគឺចប់ទៅលើ campus របស់យើងដែលយើងធ្វើការចាប់ទៅលើ2ទី1គឺ core network ទី2ទៅលើ campus អញ្ចឹងចំណុចបន្ទាប់យើងនឹងធ្វើការចូលមកដល់ banking network របស់យើងអញ្ចឹងចំណុចទី1របស់យើងហ្នឹងគឺយើងធ្វើការ assign ទៅលើ IP របស់យើងទៅកាន់ interface នីមួយៗរបស់ device របស់យើងហើយចំពោះហ្នឹងគឺយើងប្រើពី4 6 network ដើម្បីធ្វើការ assign ទៅលើ device របស់យើងអញ្ចឹងនិយាយ concept យើងធ្វើការដំដៅគ្នាចំពោះ OSPF អញ្ចឹង OSPF របស់យើងធ្វើការ config ទៅលើ router 2 router 3 មួយ router និយាយទៅយើងធ្វើការមួយ block នេះយើងធ្វើការ config OSPF ដែលយើងប្រើតែ area មួយទេគឺ area 0នៅត្រង់ចំណុចហ្នឹងហើយចំពោះចំណុចមួយទៀតនៅពេលដែលយើងធ្វើការធ្វើ OSPF ទៅលើ router ទាំង4ហើយយើងនឹងធ្វើការ ping connectivity ពី PC គ្រប់ PC ទៅកាន់ PC ទាំងអស់ពីមិនថានៅក្នុង network តែមួយឬក៏ក្រៅ network ទេគឺយើងធ្វើការ ping connectivity ឲ្យស្គាល់គ្នាអញ្ចឹងដល់ពេលដែលយើងធ្វើការ ping connectivity ឲ្យស្គាល់គ្នាហើយយើងនឹងធ្វើ ACL មួយទៀតដើម្បីធ្វើការ block ទៅលើ
network មួយចំនួនអញ្ចឹងដល់ពេល ACL នេះគឺយើងធ្វើវានៅលើ router ទី5ដើម្បីធ្វើការ block ចំពោះ finance ហើយ risk department ហើយនិង customer របស់យើងឲ្យមិនអាច access ទៅកាន់ network admin បានទេអញ្ចឹងមានន័យថាគឺនៅពេលដែលយើងធ្វើការ access ទៅកាន់ network របស់ admin របស់យើងគឺវាធ្វើការ block អត់អាចធ្វើការ access ឬក៏ ping ទៅបានទេហើយចំណុចបន្ទាប់គឺយើងធ្វើ BGP ដែរអញ្ចឹងនៅពេលចំពោះ router 2 router 3 router 4 និង router 5 របស់យើងគឺយើងធ្វើ IBGP ហើយចំពោះ router 1 រវាង router 1ទៅកាន់ FortiGate ឬក៏ទៅកាន់ router 2 យើងធ្វើ IBGP ឬក៏ EBGP ហ្នឹងឯងហើយចំពោះមួយទៀតនៅពេលដែលយើងធ្វើការ config ឲ្យអស់ទៅយើងនឹងធ្វើការ ping connectivity ពី router ទាំងអស់គ្រប់ router នៃ interface ទាំងអស់ហ្នឹងថាតើវាអាចស្គាល់គ្នាឬក៏គ្រប់ទាំងអស់នៅពេលដែលយើងធ្វើការ config ហើយចំណុចបន្ទាប់គឺការ configure ទៅលើFortiGate របស់យើងថាតើយើង allow ទៅលើ policy ថាតើយើងអាច traffic របស់យើងទៅពី port ណាទៅ port ណាអីចឹងទៅហើយចំណុចបន្ទាប់គឺការ ping connectivity ពីគ្រប់ PC ទាំងអស់ទៅកាន់ router មួយអញ្ចឹងចំពោះ router ទី1នេះយើងចាត់ទុកវាជា core network ដើម្បី access ទៅកាន់ internet ផ្សេងទៀតឬក៏ជាប្រភេទ core network nàyដើម្បីយើងអាច access ពី enterprise របស់យើងទៅកាន់ core network អញ្ចឹងចំណុចទី1ដូចតែបានរៀបរាប់អញ្ចឹងយើងនឹងធ្វើការធ្វើ OSPF configuration ដោយយើងបង្កើតតែមួយ area ទេគឺ area 0 នៅលើ router ទី1ដែលយើង assign router ID របស់យើងគឺ 1.1.1.1 ហើយអញ្ចឹងនៅពេលដែលយើងធ្វើការ show នៃ IP OSPF របស់យើងនឹងឃើញ neighbor របស់យើងគឺចំពោះ FortiGate ឯងដោយសារ FortiGate របស់យើងដាក់ ID របស់វានឹងគឺ 10.10.14 ដងហើយនេះដូចគ្នានៅពេលដែលយើងធ្វើការ set អញ្ចឹងដោយសារតែ FortiGate របស់យើងវាស្ថិតនៅ router ទី2អញ្ចឹង router ទី2 ID របស់វាគឺ 2.24 ដងហើយ router ទី1 1.14 ដងអញ្ចឹងនៅពេលដែលយើង show neighbor នៃ FortiGate របស់យើងហ្នឹងយើងនឹងឃើញ neighbor របស់យើងឬក៏ router ID នៃ neighbor របស់យើងឯងគឺ router ទី1ហើយនិង router ទី2របស់យើងទៅតាម interface នៃដែលយើងបានធ្វើការ show នៅក្នុង FortiGate របស់យើង SGUI ហើយនេះក៏ជាការ assign router ID របស់យើងជា OSPF នៅលើ FortiGate របស់យើងគឺ 10.14 ដងហើយនឹង area ID របស់យើងហ្នឹងគឺ area ស្ថិតនៅក្នុង area 0 របស់យើងហើយចំណុចបន្ទាប់ចំពោះ router ទី2យើង config ដូចគ្នា config នៃ OSPF របស់យើងដែលយើងដាក់ router ID របស់វាគឺ 2.24 ដងអញ្ចឹងនៅពេលដែលយើងធ្វើការ verify ទៅលើ router ទី2របស់យើងនៅពេលដែលយើងធ្វើការ show neighbor របស់យើងវានឹងឃើញ neighbor របស់វានឹងគឺ router ទី5 router ទី4 router ទី3ហើយនិង FortiGate របស់យើងអញ្ចឹងវានឹងឃើញនៅពេលយើងធ្វើការ show neighbor របស់ router ទី2វានឹងឃើញនៃ router ID របស់ FortiGate 10.10 3.34 ដង 4.4 ហើយនិង 5.5 ហ្នឹងអញ្ចឹងវាឃើញ neighbor វាចំនួន4នេះ4វានឹងឃើញ neighbor របស់នៅជិត router ទី5ហ្នឹងហើយចំពោះ router ទី3ទៅពេលយើងធ្វើការ config ហើយយើងធ្វើការ verify អញ្ចឹងវានឹងឃើញ router ទី4ហើយនិង router ទី2ដែលវាស្ថិតជា neighbor របស់ router ទី3ចំណុចបន្ទាប់ចំពោះ router ទី4ដូចគ្នានៅពេលដែលយើងធ្វើការ verify ហើយវានឹងឃើញ neighbor configuration នឹងឃើញ neighbor router ទី5ទី3ហើយនិងទី2របស់យើងហើយចំពោះចំណុចទី2ចឹងចំណុចទី2នៅពេលដែលយើងធ្វើការ test connectivity នៅពេលដែលយើងធ្វើការ config ទៅលើ OSPF ហើយយើងនឹងធ្វើការ test ping connectivity ទៅលើគ្រប់ PC ទាំងអស់ទៅលើ network ចឹងនៅពេលដែលយើងធ្វើការ ping ពី PC 1ទៅកាន់ PC 2នៅក្នុង network តែមួយគឺវាស្គាល់គ្នាចឹងយើង ping ពី PC 2ទៅ PC 4នៅក្រៅ network ក៏វាធ្វើការស្គាល់គ្នាដែរហើយចំពោះមួយទៀតយើង ping ទៅក្រៅ network
ពី network មួយទៅ network មួយពី PC 5ទៅ PC 7ក៏ស្គាល់គ្នា PC 8ទៅ PC 1ក៏វាស្គាល់គ្នាដែរការធ្វើ ping connectivity នេះដូចគ្នាចំណុចទី3យើងធ្វើការ configuration ទៅលើ ACL អញ្ចឹងដោយដែលបានរៀបរាប់មុនហ្នឹងអញ្ចឹងគឺយើងធ្វើការ config ACL ទៅលើ router 5ដើម្បីធ្វើការ block ទៅលើចំពោះ PC ចំពោះfinance ឬក៏ risk department ហ្នឹងឬក៏ customer service ឬក៏ operation ហ្នឹងអាច access ទៅកាន់ admin របស់យើងបានទេហើយអញ្ចឹងចំណុចបន្ទាប់គឺយើងធ្វើការ ACL verification ថាតើនៅពេលដែលយើង config ACL ហើយហ្នឹងតើគ្រប់ PC ដែលស្ថិតនៅក្នុង finance customer ហើយតើអាច access ទៅកាន់ឬក៏ ping ទៅកាន់ network admin បានអត់អញ្ចឹងនៅពេលដែលយើងធ្វើការ ping ពី PC 5ទៅកាន់ PC 1អញ្ចឹងមានន័យថា communication ហ្នឹងគឺយើងធ្វើការ block បាត់ហើយចំពោះ PC 8ទៅកាន់ PC 1ក៏ដូចគ្នាធ្វើការ block ដែលយើងធ្វើការ configuration នៃ ACL របស់យើងហ្នឹងហើយចំណុចបន្ទាប់យើងធ្វើការ config EBGP ទៅលើ router ទី1ហើយនិង FortiGate របស់យើងអញ្ចឹង AS របស់យើងហ្នឹងគឺយើងដាក់ចំពោះ router ទី1គឺ65.020ដោយ router ID របស់យើងគឺ 1.14 ដងនេះដូចគ្នានៅពេលដែលយើងធ្វើការ configuration EBGP ហើយយើងធ្វើការ show neighbor របស់យើងនឹងឃើញ AS នៃ router FortiGate របស់យើងគឺ65.001ដោយទៅតាម interface នៃ 192.168.0.25 របស់យើងដែរហើយចំពោះ FortiGate របស់យើងវានឹងឃើញទៅលើ AS នៃ router របស់ទី2 router ទី2ហើយនឹង router ទី1របស់យើងទៅតាម interface បើ router ទី1 router ទី2ទៅតាម interface 0.1ហើយទៅពេល router ទី2ហើយ router ទី1 interface វិញ 0.26 អញ្ចឹងទៅហើយចំពោះនេះក៏យើងធ្វើការ config ទៅលើ router 2 config ហើយ IBGP របស់យើងហើយនឹងធ្វើការ verify ទៅលើ neighbor របស់វាទេហើយ router 3ដូចគ្នាយើងធ្វើការ config IBGP ហើយយើងធ្វើការ verify ទៅលើ neighbor ដូចគ្នា router 4យើងធ្វើការ config ACL ដូចគ្នាហើយនឹងធ្វើការ verify ទៅលើ neighbor របស់វា router 5ក៏ដូចគ្នាដែរហើយចំពោះចំណុចបន្ទាប់យើងចំណុចទី5យើងធ្វើការ ping connectivity ទៅលើគ្រប់ router ទាំងអស់ថាតើនៅពេលដែលយើង config ACL OSPF ហើយនឹងតើគ្រប់ interface របស់ router ទាំងអស់ហ្នឹងយើង ping ទៅនឹងស្គាល់អត់អញ្ចឹងទៅពេលយើង ping ពី router 2ទៅ router 3គឺស្គាល់គ្នា router 2ទៅ router 4ក៏វាស្គាល់គ្នាទៅតាម interface ហើយនឹង router 2ទៅ router 5ក៏វាស្គាល់គ្នាដែរអញ្ចឹងនៅគ្រប់device យើងទាំងអស់ហ្នឹងគឺយើងជោគជ័យនៅពេលដែលយើងធ្វើការ configuration ហើយយើងធ្វើការ ping connectivity គឺវាស្គាល់គ្នាហើយចំពោះចំណុចទី6យើងធ្វើការ configuration ទៅលើ GUI របស់យើងហ្នឹងទៅលើ FortiGate អញ្ចឹងចំពោះ FortiGate របស់យើងគឺយើងមាន3 port ចំពោះ port 1 port 2ហើយនិង port 3របស់យើងអញ្ចឹងចំណុចបន្ទាប់ដូចជាប្រភេទ IP assignment ទៅលើ port 2និង port 3អញ្ចឹងដោយសារតែ port 1នេះជាប្រភេទport ដែលយើងភ្ជាប់ទៅលើ cloud របស់យើងទៅកាន់ cloud ឬក៏ internet របស់យើងដែលវា provide IP របស់យើងមកហ្នឹងដើម្បីអាចទៅ pass ទៅក្នុង browser របស់យើងដើម្បី config FortiGate របស់យើងហ្នឹងជា GUI ហើយចំពោះមួយទៀត port ទី2គឺយើងន័យថាយើង assign វាដោយ manual ដោយចំពោះ port 1គឺជាប្រភេទ DHCP ដែលវា provide ឲ្យហើយចំពោះ port 2និង port 3គឺយើងធ្វើការ assign manual IP របស់វាហ្នឹងហើយចំពោះ policy យើងធ្វើការ assign ដូចតែទៅនឹង router មុនដែរទៅលើទី1យើង assign ពី port 2ទៅ port 3 port 3ទៅ port 1ហើយនិង port 3ទៅ port 2អញ្ចឹងថាតើយើងមិនបានយើង assign ថាមិនបានអត់ assign ពី port 2ទៅ port 1ដោយសារតែ internet នេះយើងមិនមែនឲ្យទៅលើ enterprise របស់យើងទាំងអស់ហ្នឹងឬក៏ network របស់យើងហ្នឹង access ទៅកាន់ internet ហ្មងទេគឺអ្វីដែលសំខាន់ហ្នឹងគឺយើងភ្ជាប់ internet នេះដើម្បីឲ្យ internet នេះគឺ provide IP មកកាន់ FortiGate ដើម្បីport 1ហ្នឹងដើម្បីយើងបាន IP ហ្នឹង config ទៅលើ FortiGate ហ្នឹងជា GUI ទេ
ហើយមួយទៀតចំពោះ network របស់យើងហ្នឹងគឺធ្វើម៉េចឲ្យវាអាច access ពី port 2 ទៅ port 3 ទៅកាន់ core network ហើយដល់ពេលដែលយើងទៅកាន់ core network ហើយគឺយើងអាច access ទៅកាន់ internet ទៅលើទៅតាមមួយទៀតណាដល់ពេលដែលយើងភ្ជាប់ internet ទៅលើ core network របស់យើងហើយចំណុចទី7ដល់ពេលដែលយើងធ្វើការ ping connectivity ទៅលើគ្រប់ PC ទាំងអស់ទៅកាន់ core network របស់យើងអញ្ចឹង PC មួយយើងវាស្ថិតនៅក្នុង admin ហើយយើងធ្វើការ ping ទៅកាន់ core network របស់យើងដែល core network របស់យើងនឹងជា router មួយអញ្ចឹងនេះនៅពេលដែលយើងធ្វើការ ping connectivity ដោយcore network របស់យើង network router មួយហ្នឹងគឺ interface របស់វាហ្នឹងគឺ .26 អញ្ចឹងនៅពេលដែលយើងធ្វើការ verify ពី PC 1 ទៅ PC 2គឺវាស្គាល់ហើយ PC 3 ទៅ PC 4ក៏វាស្គាល់ដូចគ្នា PC 5 PC 6 PC 7 PC 8គឺវាស្គាល់ connectivity នឹងទាំងអស់អញ្ចឹងនៅក្នុង banking network របស់យើងគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងដល់ពេលដែលយើងចាប់ banking ហើយយើងនឹងចូលទៅចំណុចមួយទៀតគឺ public sector របស់យើងហើយអញ្ចឹងចំពោះ network របស់យើងនេះគឺយើង design ឡើងជាប្រភេទring topology ដែលយើងភ្ជាប់ពីcamp ឬក៏ជាប្រភេទ sector នីមួយៗអញ្ចឹងមាន economy finance មាន interior មានក្រសួងការពារជាតិ healthcare អញ្ចឹងទៅឬក៏ police station government ដើម្បីធ្វើការcommunication គ្នាចឹងចំណុចបន្ទាប់គឺយើងគ្រាន់តែជា IP assignment ទេទៅលើ interface នីមួយៗដែលយើង config ទៅលើជាប្រភេទនៅក្នុង public sector របស់យើងដែលយើងបង្កើត area ចំនួន3អញ្ចឹងទី1យើងបង្កើត area 0ដែលយើង config ជាប្រភេទOSPF របស់យើង area 0 area 1ហើយនិង area 2របស់យើងអញ្ចឹងនៅក្នុង enterprise ឬក៏ network របស់យើងហ្នឹងគឺយើងបង្កើតarea របស់យើងហ្នឹងចំនួន3អញ្ចឹងនេះគឺជាការ verify ទៅលើ area 0 area 1ហើយនិង area 2របស់យើងទេហើយអញ្ចឹងដល់ពេលដែលយើងធ្វើការ configuration ហើយយើងធ្វើការ ping connectivity ពីeconomy and finance យើងធ្វើការ ping ទៅលើinterface របស់ healthcare គឺ interface ហ្នឹងគឺ F1/1 អញ្ចឹងវានឹងឃើញហើយមានន័យថា communication នេះធ្វើការ ping ទៅគឺវាស្គាល់គ្នាហើយចំពោះទាំងអស់នេះគឺគាត់ដែលយើងធ្វើការនៅពេលដែលយើងធ្វើការ configuration OSPF ហើយយើងធ្វើការ show neighbor របស់វាគឺយើងធ្វើការឃើញទៅលើneighbor របស់យើងហើយនិង router ID របស់យើងហើយចំណុចបន្ទាប់ចំណុចនេះដូចគ្នាយើងគាត់ធ្វើការ ping connectivity ពីfollower ឬក៏ជាប្រភេទ follower ហ្នឹងមានន័យថានៅពេលដែលយើងធ្វើការ ping connectivity ឧទាហរណ៍ថាយើងធ្វើការ ping ពី interior ទៅកាន់ healthcare អញ្ចឹងនៅពេលដែល router នេះវាធ្វើការអត់អាច activate វាដាច់អញ្ចឹងcommunication វានឹងធ្វើការ move ទៅខាងលើវិញមកកាន់network នេះអញ្ចឹងមានន័យថានៅពេលដែលអានេះដាច់អញ្ចឹងវាក៏អា network នេះក៏វានៅតែដើរមានថាវាដើរជុំវិញនេះមកកាន់ network នេះដូចគ្នាអញ្ចឹងនេះគឺការ verify របស់យើង ping ទៅកាន់ពី interior ទៅកាន់ healthcare របស់យើងគឺវាស្គាល់ដូចគ្នាហើយចំពោះចំណុចបន្ទាប់យើងដូចជាការ config ទៅលើ BGP configuration ហើយនិង FortiGate របស់យើងដូចជាអានេះទេក៏យើងធ្វើការ config ពី BGP ឬក៏ BGP របស់យើងហ្នឹងទៅកាន់ router 1 router 2ហើយនិង FortiGate របស់យើងហើយចំណុចនេះគឺយើងធ្វើការ config FortiGate web interface ដែលយើង config ទៅលើជាប្រភេទ GUI ហើយដោយដែលបាននិយាយចឹងថានៅពេលដែលយើងភ្ជាប់ពី port 1របស់ FortiGate ទៅកាន់interface របស់ cloud នេះគឺវាគោលបំណងនេះគ្រាន់តែចង់ឲ្យ cloud នេះគឺ provide IP មកកាន់ port 1ដើម្បីយើងធ្វើការ config ជា GUI របស់ FortiGate ហ្នឹងហើយចំពោះចំណុចនេះគឺយើងគ្រាន់តែធ្វើការ
rồi assign ទៅលើ IP គ្រប់នៅលើ interface ទាំងអស់នៃ FortiGate របស់យើងនេះដូចគ្នាយើងធ្វើការ configure ឬក៏ធ្វើការ implement ទៅលើ OSPF ទៅលើ FortiGate របស់យើងដោយយើងធ្វើការ assign router ID របស់ FortiGate របស់យើងគឺ 9.9.9.9 របស់យើងដែលវាស្ថិតនៅក្នុង area 0ហើយចំពោះ interface របស់យើងហើយនឹងធ្វើការ show នៃ neighbor របស់យើងហើយនឹងយើងធ្វើការ show នៃ router ID របស់យើងដូចគ្នាហើយចំពោះជ្រើសបន្ទាប់គឺយើងធ្វើការ set up ទៅលើ FortiGate policy របស់យើងពី port 2 ទៅ port 4 ពី port 3 ទៅ port 2 port 4 ទៅ port 2ហើយនឹង port 3 port 4 ទៅ port 3អញ្ចឹងមានន័យថាជាប្រភេទពី port 2អញ្ចឹង port 2 ទៅ port 4ជាប្រភេទ port 2ដែលយើងធ្វើការឡើងទៅ core network របស់យើង port 3 ទៅ port 4យើងធ្វើការពី port 3ហ្នឹងឡើងទៅ core network ដូចគ្នាអញ្ចឹងពី port 4 ទៅ port 2មានន័យថាយើងត្រឡប់ពី core ទៅ port 2ហើយនឹងពី core ទៅ port 3ដូចគ្នាហើយចំពោះមួយទៀតយើងធ្វើការ ping connectivity ពីក្រសួងយុវជនអប់រំនិងកីឡាទៅកាន់ interior របស់យើងដូចគ្នាអញ្ចឹងវាធ្វើការស្គាល់នៃ connectivity ទៅពេលយើងធ្វើការ ping ទៅវិញទៅមកហើយចំពោះ final assumption យើងមានន័យថាយើងធ្វើការ configuration ទៅលើ OSPF ហើយនឹង BGP រួចហើយអញ្ចឹងយើងនឹងធ្វើការ config ទៅលើ IP route ឬក៏ IP forward protocol របស់យើងនឹងដាក់ចឹងដែរអញ្ចឹងចំណុចមួយទៀតដូចជាប្រភេទ IP NAT មានន័យថាចំពោះចំណុចនេះគឺជាប្រភេទ outside local ឬក៏នៅពេលដែលយើងធ្វើការ verify show IP NAT translation វានឹងធ្វើការ provide IP provide IP ពី internet នេះពី block នេះមកកាន់ router ទី2ដែល IP របស់វាជា public IP របស់យើងហើយមួយទៀត inside page inside របស់យើងក៏វាបោះ IP មកដែរអញ្ចឹងនៅក្នុងហ្នឹងមកពេលដែលយើងធ្វើការ verify វានឹងធ្វើការបោះមកមាន inside global inside local outside local ហើយនិង outside global របស់យើងអញ្ចឹងសរុបរួមមកគឺការ configuration នៃ final project របស់យើងគឺបញ្ចប់ដោយជោគជ័យហើយចំពោះ network របស់យើងគឺមានចំនួន4 network អញ្ចឹងទី1មាន core network មាន core network មានbanking មាន campus ហើយនិងមាន public sector របស់យើងហ្នឹងឯងអញ្ចឹងសរុបរួមមកមានន័យថា project របស់យើងគឺដំណើរការអញ្ចឹងយើងនឹងបញ្ចប់ត្រឹមហ្នឹងឯងអញ្ចឹងអរគុណអ្នកទាំងអស់គ្នាហើយនិងលោកគ្រូសម្រាប់ការតាមដានវីដេអូនេះដល់ចប់